ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះលោកគ្រូមកបន្តធ្វើលំហាត់នៅក្នុងអំណានរឿងវាសនាបឹងទន្លេសាបបាទលោកគ្រូធ្វើលំហាត់ចំនួន3គឺលំហាត់កខនិងកនៅទំព័រទី66បាទអំណាននេះដែរគឺជាអំណាននៅក្នុងភាសាខ្មែរថ្នាក់ទី6តើឥឡូវនេះកុំឲ្យខាតពេលយើងចូលទៅដល់លំហាត់របស់យើងទាំងអស់គ្នាបាទលំហាត់កគឺគេឲ្យយើងចូលរកន័យដូចនឹងពាក្យអាជីពមហន្តរាយសិប្បកម្មកត្តាបាទដោយជ្រើសរើសចម្លើយមួយត្រឹមត្រូវបាទទី1អាជីពបាទអញ្ចឹងអាជីពន័យដូចនឹងពាក្យអាជីពគឺយើងយកមុខរបរបាទទី2មហន្តរាយបាទមហន្តរាយន័យដូចនឹងពាក្យមហន្តរាយគឺសេចក្តីវិនាសធំបាទទី3សិប្បកម្មបាទន័យដូចនឹងពាក្យសិប្បកម្មគឺការជាងទី4កត្តាបាទន័យដូចនឹងពាក្យកត្តាគឺការផ្ដើមធ្វើបាទឥឡូវនេះលំហាត់ខគឺគេសួរយើងថាតើរបស់មួយណាបង្ហាញតម្លៃអប់រំនៃរឿងចូលជ្រើសរើសចម្លើយមួយសមស្របបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី3គឺត្រូវចូលរួមថែរក្សាការពារធនធានជលផលនៅបឹងទន្លេសាបបាទឥឡូវនេះលំហាត់កខយើងបានបញ្ចប់ហើយឥឡូវនេះយើងចូលទៅដល់លំហាត់កវិញម្ដងបាទលំហាត់ករបស់យើងគេឲ្យយើងប្រាប់ព្រឹត្តិការណ៍តាក់ទងបាទទាំងអស់នៅក្នុងរឿងខាងលើបាទអញ្ចឹងព្រឹត្តិការណ៍គឺមាន3ទី1គឺគ្រួសារពូប្រាក់ប្រកបរបរនេសាទត្រីព្រឹត្តិការណ៍ទី2ថ្ងៃមួយពូប្រាក់នេសាទត្រីមិនបាននិងព្រឹត្តិការណ៍ទី3ពូប្រាក់រៀបរាប់ពីការបំផ្លិចបំផ្លាញបឹងទន្លេសាបបាទសូមអរគុណលោកគ្រូអ្នកគ្រូបងប្អូនសិស្សទាំងអស់គ្នា